របៀបបង្កើតគណនី Google Account ឬក៏ហៅថា Gmail ជាដំបូងបងប្អូនចូលទៅក្នុងកម្មវិធី Google Chrome បន្ទាប់មកទៀតបងប្អូនអាចវាយពាក្យ create Gmail account យើងជ្រើសរើសយកពាក្យ create account បន្ទាប់មកវាបង្ហាញ for my personal use first name និង last name ឈ្មោះនិងតកូលសម្រាប់ខ្ញុំដាក់សម្បូរ media បងប្អូនដាក់មិនស្រេចតាមចិត្តបងប្អូនបន្ទាប់ពីបំពេញរួចហើយចុច next កន្លែងនេះគឺយើងតម្រូវបំពេញហេតុខែឆ្នាំកំណើតយើងដាក់ពិតក៏បានយើងដាក់របៀបតាមបងប្អូនចំណុចក្នុងចិត្តដាក់មិនក៏បានកន្លែងនេះគេឲ្យរើសភេទស្រីខាងលើភេទប្រុសទី2ខ្ញុំយកប្រុសបន្តមកទៀតគេចេញ3ក្លោនខ្ញុំជ្រើសរើសយកក្លោនកតាលបងប្អូនឆ្លាញ់ក្លោនលើអាចយកក្លោនលើបានកន្លែងនេះលេខសម្ងាត់បងប្អូនអាចបំពេញលេខសម្ងាត់ដែលបងប្អូនត្រូវចំណាំលេខសម្ងាត់គឺមានលេខលាយអក្សរលោកអ្នកបំពេញហើយត្រូវតែចងចាំដល់ពីពេញសម្ងាត់លេខសម្ងាត់ខាងលើយ៉ាងម៉េចយើងត្រូវបំពេញខាងក្រោមដូចគ្នាបន្តទៀតយើងឃើញប៊ូតុង next យើងចុចប៊ូតុង next ខាងក្រោមវាកំពុងតែដំណើរការបន្តមកទៀតជំហានកន្លែងនេះគឺ Google វាតម្រូវឲ្យយើងបញ្ចូលលេខទូរស័ព្ទដើម្បីបញ្ជាក់ថាយើងមិនមែនជាមនុស្សយន្តខ្ញុំដាក់លេខទូរស័ព្ទរបស់ខ្ញុំតែលេខនេះខ្ញុំធ្លាប់ប្រើច្រើនដងពេក Google គេអត់ឲ្យទេខ្ញុំបានជ្រើសរើសយកលេខផ្សេងយកមកដាក់បញ្ជាក់បងប្អូនត្រូវយកលេខថ្មីដែលមិនធ្លាប់ភ្ជាប់គណនី Google account ពីមុនបន្ទាប់ពីលោកអ្នកបំពេញរួចហើយលោកអ្នកចុចប៊ូតុង next ខាងក្រោមហើយលោកអ្នកអាចរងចាំកន្លែងនេះគេឲ្យ verify your phone number គេបញ្ជាក់ថាលេខទូរស័ព្ទដែលយើងដាក់ហ្នឹងនៅក្នុងទូរស័ព្ទដែលយើងកំពុងបង្កើតហ្នឹងឯងយើងរងចាំដើម្បីកម្មវិធី Google ហ្នឹងផ្ទៀងផ្ទាត់ជាមួយនឹងលេខទូរស័ព្ទយើងសូមរងចាំបន្តិច Google គេកំពុងតែផ្ទៀងផ្ទាត់រវាងគណនីជាមួយនឹងលេខទូរស័ព្ទរបស់យើងតែពិតលេខទូរស័ព្ទរបស់យើងពិតជានៅក្នុងទូរស័ព្ទនឹងអត់បើលេខទូរស័ព្ទនៅមិននៅក្នុងទូរស័ព្ទនឹងទេអាចចាក់ស៊ីមយកមកដាក់នៅក្នុងដោះយកមកដាក់នៅក្នុងទូរស័ព្ទហ្នឹងបន្ទាប់មកទៀតកន្លែងនេះGmail តម្រូវឲ្យយើង add Gmail account ដើម្បីធ្វើ recovery ឬក៏ហៅពាក្យភាសាខ្មែរយើងថាស្ដារគណនីទុកស្ដារគណនីទៅពេលមានបញ្ហាអានេះបងប្អូនអាចដាក់ email បងប្អូនដែលធ្លាប់ប្រើធ្លាប់បង្កើតដោយជោគជ័យម្ដងរួចមកហើយឬក៏អាចដាក់ email ហ្នឹងតាមខ្ញុំក៏បានរួចអាចឆាតមកខ្ញុំឬក៏ comment ខាងក្រោមបន្ទាប់មកទៀតយើងចុច next បន្ទាប់មកទៀតយើងចុចពាក្យ I agree ពេលនេះទទួលបានជោគជ័យហើយយើងអាចយកទៅប្រើប្រាស់តាមតម្រូវការរបស់បងប្អូនសូមថ្លែងអំណរគុណដល់បងប្អូនដែលចំណាយពេលវេលាមកទស្សនាការបង្កើត email Gmail របស់យើងខ្ញុំមានបញ្ហាឬក៏មានចម្ងល់អីបងប្អូនអាច comment ខាងក្រោម